ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបចែកជូនបងប្អូនមួយមុខគឺងំងើកង្កែបអញ្ចឹងយើងមកមើលពីរបៀបធ្វើទាំងអស់គ្នាជាដំបូងគឺខ្ញុំបំពងអង្កែបមុនពេលខ្ទះក្តៅគឺខ្ញុំចាក់ប្រេងឆាចូលខ្ញុំបន្ថែមជាមួយនឹងម្សៅបំពងតិចដែរដើម្បីកុំឲ្យពេលយើងបំពងអង្កែបទៅវាផ្ទុះចឹងណាបងប្អូនហើយសម្រាប់អង្កែបនេះបងប្អូនចង់បំពងក៏បានអត់ក៏បានដែរឥឡូវអង្កែបបំពងយើងគឺថារៀងក្រហមតិចហើយខ្ញុំអត់យកស្រួយណាបងប្អូនខ្ញុំយកតែមកល្មមក្រហមមកល្មមទេឥឡូវគឺខ្ញុំបំពងខ្ទឹមម្ដងខ្លាញ់ដែលនៅសល់ពីយើងបំពងអង្កែបហ្នឹងគឺយើងយកមកបំពងខ្ទឹមហ្មងទៅកុំឲ្យវាខាតចឹងណាបងប្អូនហើយខ្ទឹមសបំពងនេះគឺថាដាក់ជាមួយស្លងំងើគឺថាអូឈ្ងុយមែនតើហ្មងបងប្អូនចឹងឥឡូវខ្ទឹមយើងបំពងរួចហើយបន្ទាប់មកយើងមកឆាអង្កែបម្ដងហើយខ្ទឹមដែលយើងលីងហើយហ្នឹងយើងយកមកដាក់ឆាជាមួយអង្កែបហ្នឹងបន្តិចមកបងប្អូនហើយយើងឆាអង្កែបហ្នឹងត្រឡប់ចុះត្រឡប់ឡើងយើងថែមគ្រឿងឲ្យហើយចឹងណាបងប្អូនឥឡូវគឺខ្ញុំបន្ថែមគ្រឿងខ្ញុំបន្ថែមជាមួយទឹកត្រីហើយពេលយើងដាក់ទឹកត្រីហ្នឹងគឺយើងកូរវាតិចមកបងប្អូនកុំឲ្យវាខ្លោចបាតក្រោមជាមួយខ្ទឹមចឹងណាហើយមានដូចជាម្សៅស៊ុបស្ករសប៊ីចេងចឹងមកបងប្អូនហើយយើងកូរឲ្យអាលាយគ្រឿងហ្នឹងតិចទៅខ្ញុំឆាត្រឡប់ចុះត្រឡប់ឡើងឲ្យគ្រឿងហ្នឹងវាលាយសព្វអស់ហើយបាទខ្ញុំដាក់ទឹកជៀលចូលហើយយើងដាក់ទឹកជៀលចូលហ្នឹងហើយយើងកូរបន្តិចទៀតទៅហើយយើងទុកមកពុះសិនចឹងណាបងប្អូនចឹងកំឡុងពេលខ្ញុំរងចាំសឡពុះខ្ញុំជូតច្រានជូតអីអញ្ចឹងឲ្យស្អាតចឹងណាបងប្អូនឥឡូវនេះគឺថាសឡយើងបានពុះហើយជាមែនអត់ទាន់បង់គ្រឿងអីទេណាគឺថាតំណងបាត់ហើយឥឡូវនេះគឺខ្ញុំបន្ថែមងំងើហើយងំងើនេះគឺខ្ញុំប្រើ2គ្រាប់បន្ទាប់ពីខ្ញុំដាក់ក្រូចងំងើចូលហើយគឺខ្ញុំគ្របទុកមកពុះទៀតដើម្បីឲ្យចេញជាតិងំងើចឹងណាបងប្អូនឥឡូវនេះគឺថាពុះហើយខ្ញុំក៏បន្ថែមជាមួយខ្ទឹមសបំពងជីវ៉ាន់ស៊ុយហើយនិងស្លឹកខ្ទឹមខ្ញុំនិយាយមែនណាមួយមុខនេះបើថាក្រូចងំងើយើងស្ទើរជូរគឺថាអត់ឆ្ងាញ់ទេហើយក៏ត្រូវគ្នាជាមួយនឹងជីវ៉ាន់ស៊ុយទៀតជីវ៉ាន់ស៊ុយហ្នឹងគឺថាដាក់ទៅឈ្ងុយពេញឆ្នាំងហ្មងហើយដួសមកក្តៅចេះបងប្អូនតំណងណាស់បានហត់ក្តៅគឺថាឆ្ងាញ់ហ្មងអរគុណបងប្អូនសម្រាប់ការចូលចិត្តវីដេអូមួយនេះហើយនឹងមានមុខម្ហូបថ្មីសម្រាប់ចែកជូនទៀតណា